លោកនាងជីទីមេត្រីជាបន្តនៅខ្ញុំសូមជម្រាបជូនអំពីសមាជិកនៃកីឡាករបង្គោលក្រហមមានអាយុ15ឆ្នាំកម្ពស់ 1.59 m ទម្ងន់48 គីឡូក្រាមធ្លាប់ប្រកួតចំនួន10ដងឈ្នះ6ដងនិងចាញ់4ដងប្រដៅគូតស៊ូតាមលក្ខណៈបច្ចេកទេសចំនួន5ដងមកពីក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរគ្រូបង្ហាត់លោកពេជ្រសុផាន់លោកស្រីអ្នកនាងកញ្ញាអ្នកប្រដាល់គុនខ្មែរខេត្តសៀមរាបពេជ្របញ្ញាទស្សនិកជនជាទីមេត្រីជាបន្តសូមអនុញ្ញាតជូនប្រវត្តិរូបសង្ខេបបង្គោលខៀវស្លៀកខោពណ៌ខៀវមានវ័យ17ឆ្នាំកម្ពស់ 1.60 m ទម្ងន់48 គីឡូក្រាមបទពិសោធន៍ប្រកួតចំនួន10ដងឈ្នះ6ចាញ់3ស្មើ1ដងក្នុងនោះរូបគេក៏ធ្លាប់ប្តូរដៃគូឲ្យបបងការប្រកួតតាមលក្ខណៈបច្ចេកទេសបាន3ដងផងដែរគេជាសិស្សនៃក្លឹបប្រដាល់គុជសាសគុណខ្មែរដែលមានគ្រូបង្ហាត់លោកគ្រូធីនរិទ្ធជាថ្មីម្ដងទៀតសូមលោកស្រីនាងកញ្ញាផ្ដល់សម្លេងស្វាគមន៍អ្នកប្រដាល់គុណខ្មែរខេត្តបាត់ដំបងរិទ្ធប្រោះបើចា៎នៅពេលនេះសូមអញ្ជើញរៀបទស្សនាការប្រកួតដូចតទៅក្រិតគុណខ្មែរបែហ្វៃគូពិសេសទី1ទឹកទី1តោះបងប្អូនគូពិសេសទី1ទឹកទី1បាទខែកដឹកផុតទៅខ្យល់ទឹមទៅធ្លាក់តែលងាតិចយ៉ាងណាក៏ភ្លេចលេងកីឡាហើយមើលកីឡាព្រឹកថ្ងៃអាទិត្យកម្ដៅសាច់ដុំបំរងអបសោកអត់ទៅណាឆ្ងាយដោយបាននិយាយឲ្យថាបងដឹក2គឺគីឡូស្រាលកម្រិតក៏ស្រាលតែចិត្ត100លើ100បញ្ញាបង្គោលក្រហមមកពីពេជ្រសុផាន់គុនខ្មែរគ្រូឆ្នើមអាខៀវនោះកូនសិស្សលោកគ្រូធីនរិទ្ធអាយ៉ាមួយដៃអីអូយទៅហើយអូយអត់មានអង្គយូរទេបាទសម្រាប់សិស្សគ្រូបញ្ញាពេជ្រសុផាន់ចូលគួជួងដឹងតែវាដឹងតែចូលបាទអត់ឲ្យអ្នកទស្សនាខកចិត្តនិយាយដើមឡប់ទៅវិញទេនេះហើយគឺជាឆន្ទៈអ្នកប្រយុទ្ធដ៏មោះមុតហើយក៏នឹងទទួលបាននូវលទ្ធផលល្អជាបន្តដែរឥឡូវនេះគៀកកវាយពីក្រោយបាទរិទ្ធប្រោះពៅធ្វើយ៉ាងណារិទ្ធបញ្ចប់ការដើរចូលរបបបញ្ញាបានរៀបបានជង្គង់ឲ្យតែអោបបែរខ្នងនេះមិនសូវស្រួលទេបាទប្រោះពៅក្លេបោកទៅជាបាទដាច់បាត់ហើយហោតាមទៀតធាក់ទល់ចូលមកទៅអីក៏ពេចបញ្ញាថាចូលទៅវាយហ៎បងខ្ញុំចូលទៅវាយគ្រូបដាមមកឡើងនឹងទៅវាយឯងវាយអត់មានទុកឲ្យយើងដកដង្ហើមផងទេអេបើដកដង្ហើមខ្លាចចាញ់ព្រាបបងឯងឡជាងមកអាយុច្រើនជាងឥឡូវដឹងឲ្យវាយបាញ់ប្រពៅធ្វើយ៉ាងណាចាប់កកអោបបញ្ញាស្រឡាញ់មួយសិនទឹកទី1ក៏ដូចជាទឹកទី2ហើយក៏មិនខុសពីទឹកទី3អត់មានការទប់ស្កាត់ទាន់ពេលវេលាអាចនឹងយ៉ាប់របស់បញ្ញាឥឡូវតាមទៀតហើយអាយ៉ាប្រពៅទៅសេរីសាំងឲ្យពេញតែអស់សាំងដើមទឹកនេះគឺវេទនាហើយប៉ះជាមួយសិស្សគ្រូឆ្នើមមកហើយអត់មានយល់មុខអត់មានទុកមាត់អីឲ្យទេឡើងលើសង្វៀនគឺសត្រូវបាទចាំចោះទៅវិញចាំនិយាយរឿងពួកម៉ាក់មិត្តភក្តិហើយណែចែកគ្នាឲ្យដាច់ពីការរាប់អាននិងការប្រយុទ្ធប្រកួតយកសមត្ថភាពរៀងខ្លួនធាក់មួយទាត់ក្រោមមួយពីលើអីចាស់ចង់វេប្រពៅចង់លេះឡាបោះបញ្ញាចូលដៃប្រពៅបត់កាយមួយដកខ្លួនផុតតាមទៀតចាក់ជង្គង់មូលពីក្រោយអត់ឲ្យបែរខ្លួនទៅវិញអត់បែរតនេះញ៉ាកដាបបែកពេលវេលា10វិនាទីទឹកទី1ទាត់ជើងមួយជើងសងមួយជើងទៅវិញតាមដល់ជង្គង់អាយ៉ាយេបាទបែកជើងទាំងព្រឹកហើយបងប្អូនសម្រាប់ stop សិនបាទអាយ៉ាទៅទៀតហើយណាប្រពៅបងប្រពៅមកវិញហើយគ្រូធំមកវិញហើយឯងចូលវាយយើងផ្ដេសម្ដាមហ៎យើងទុកមុខទុកមាត់ឲ្យឯងទេណាអញ្ចឹងហ៎បងចឹងខ្ញុំចូលទៀតបញ្ញាចូលទៀតចាប់ចង្កេះជាប់លើកដកដើមឈើចោលមកគល់មកទៀតបងមកវិញហើយគ្រូធំបងមកវិញហើយអាយ៉ាប៉ះប្រដាប់ការពារបន្តិចអត់អីទេមកលោតតិចលោកកញ្ញាកណ្ដាលជួយសម្រួលចាសម្រួល
អ្នកណាប៉ះក៏ព្រឺព្រួយដែរបាទទាំងយើងទាំងគេចឹងប្រយ័ត្នប្រយែងធាក់មួយទល់ធាក់មួយទៀតចិត្តចូលអីយ៉ាមិនក៏បងធាក់ឯងហើយឯងទៅចូលវាយយើងបានទៀតអត់ទល់អត់យល់ឯងទេអត់ទុកមុខទុកមាត់ឲ្យបងអត់ទុកទេបងអត់ទុកវាយគ្រូធំមកមើលផងចាជាបកកជាប់បាទការប្រកួតគ្នានេះកីឡាករអត់ចេញនិយាយគ្នាទេបាទនិយាយក៏មិនលឺដែរព្រោះខំថ្មិញជាប់ហើយហើយធាក់មួយជើងដើរមកហើយពីអីយ៉ាជង្គង់ហោះមកអីចាស់បញ្ញាថាទៀតបងមកទៀតអូនចូលចិត្តចាប់ជាប់បើចូលចិត្តយើងអោបឯងមួយសិនបាទមើលកីឡាឲ្យសបាយបោកអូនមកទៀតហើយជង្គង់ហោះទាត់ធាក់មកហើយក្បាច់តែគ្រូបរៀនទាំងប្រមាណបាទធ្វើម៉េចទប់បញ្ញាជាប់ទប់ឲ្យជាប់ស៊ូ3នាទីដល់3ទឹកដល់បាទមិន5ទឹកទេចង់មានប្រមាណកុំលាក់ឲ្យមកទឹកគិតមកទឹកឆ្វេងត្រង់របស់បញ្ញាតាមកុំយឺតគិតលឿនធ្វើលឿនគិតលឿនធ្វើលឿនគិតលឿនធ្វើលឿនគិតយឺតធ្វើយឺតបន្ទុកគេយកហើយចូលទៀតអូអត់ទេគិតគូបញ្ញាណាអីទេបាទបញ្ញាដឹងតែចូលដល់បាទកន្លែងម៉ែណាប្រហោងកន្លែងហ្នឹងវាយឲ្យទៀតដល់អីអើយបែរខ្នងទៀតហើយត្រង់មកដៃឆ្វេងធាក់មកជើងទៀតអត់ឲ្យធាក់ចាប់ជើងដល់ពោះអាយ៉ាដូចចង់អស់សាំងហើយបាទមកទួតមកជើងមើលខ្ញុំចេះតែចូលប្រទេសប្រដាអត់លេងឈប់លេងយើងគ្រោះថ្នាក់20វិនាទីទឹកទី2បញ្ញាតាមទៀតឯងតាមយើងឲ្យក្រុមចំហៀនហ្មងអាយ៉ូអញ្ញាកណ្ដាលសម្លឹងហើយផ្ដល់ឱកាសឲ្យតោះវាយទៀតចុងទឹកហើយស៊ូតិចទៀតមើលធ្វើម្លាយលឿនមកបកសបញ្ញាកណ្ដាលរាប់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
ចប់ទឹកទី2 បាទចប់ទឹកទី2ហើយយើងសម្រាប់មួយផ្លែទៀតសិនវិលវិញជួបគ្នានៅទឹកចុងក្រោយ ក្រិតគុណខ្មែរបែហ្វៃគូពិសេសទី1ទឹកទី3ជាទឹកផ្ដាច់ព្រាត់ តោះសំ3នាទីទៀតមកប្រោះពៅកុំចាញ់ចិត្តអាប្អូនបញ្ញាមើលអាប្អូនបញ្ញាវាបានតែកម្លាំងដល់ទប់ឲ្យជាប់3នាទីនៅមានឱកាសអត់តាមឲ្យបញ្ញាអត់ខ្វល់ដឹងតែវាយតាមក្បួនតាមមេចកគ្រូផ្ដាប់ដល់ឡើងមកវាយជួបខួរវាយបាទតាមទៀតទាត់ក្រោមចំហឈរទាត់ឲ្យនឹងលោកមានទមុនបាទតាទាត់ចំហមិននឹងទោះបីចេញទៅក៏អត់ឈឺដែរឈរឲ្យនឹងជួយជាប់ហត់តាមឲ្យបញ្ញាអត់ខ្វល់ទេបាទដឹងអាវុធរបស់បាទប្រពៅអត់សូវឈឺចឹងធ្វើឲ្យបញ្ញាអត់ហ៊ានអត់ខ្លាចដឹងដើរចូលវាយសឹងថាបើកខុំទេណាពេលដែលឲ្យគេដឹងចំណុចខ្សោយរបស់យើងគឺគ្រោះថ្នាក់សម្រាប់ការប្រកួតឥឡូវនេះពីមុខក៏បានពីក្រោយក៏បានបាទប្រពៅអត់មានអីនិយាយទេគឺទទួលតាមដំណើរអ្វីដែលនៅគឺចិត្តបាទការប្រកួតគឺបែបនេះបងប្អូនការប្រកួតគឺពោពេញទៅដោយភាពស្វិតស្វាញនិងតស៊ូរៀងខ្លួនតែចាញ់ឈ្នះក្នុងន័យកីឡាបាទមិត្តភាពដែលចេញពីកីឡាគឺល្អស្អាតណាស់បាទកុំធ្វើឲ្យមិត្តភាពក្នុងកីឡាខ្លាយទៅជាចំនួនខ្លាយទៅជាការគុំគួននឹងគ្នាខុសបាទខុសការលក្ខខណ្ឌកីឡាណាអញ្ចឹងអត់ល្អទេបាទចាប់ការប្រកួតនៅជាមិត្តភក្តិដដែលឥឡូវនេះទាត់ស្ដាមបញ្ញាថាទាត់មកខ្ញុំវាយពោះមកឯម្ដងអត់ខ្វល់ទេដើរទៅទៀតអាយ៉ាមកស្អប់មុខអាប្អូនឯងទាត់ទៅជើងទៀតបាទពេលវេលាក៏នៅមិនឆាប់ដែរណា1នាទីជាងអូយមកតាមទៀតទាត់ខ្យល់ទាត់នឹងទាត់មកឲ្យបងឯងចូលដល់ហ្នឹងឯងដកដង្ហើមតិចមើលវាយមែនបាទបងដឹងថាបងនឹងកម្លាំងអស់ហើយវាយមែនអត់ទុកមុខទុកមាត់ឲ្យគ្នាទេអត់ទេគ្រូ5ណាអញ្ចឹងដឹងតែវាយ
Bài ngày khởi chuộc nhóm Sà rê sang ai bàn phình Bà Công song say phải lời chất lời trái mà đây đi rồi បកស1 2 3 4 5 6 7 8 បន្តกับប្រកួត Đó chật chọc tức ơi Chật chọc tức ơi Su su Bà Su su Bánh nhà ôi su ọt Bánh nhà tha ọt đây là cái đồ Này cứ chạ chi ọc cả sang kê chứ một nhầm Sao 3 viên đi 3 viên đi 2 1 Số chọc tức ơi បង្គោលក្រហមពេជ្របញ្ញាឈ្នះកីឡាករបង្គោលខៀវដោយពិន្ទុ